អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការការពារ Facebook account ពីសំណាក់ hacker អូខេដល់មានសំណួរពីមិត្តភ័ក្តិមួយចំនួនអញ្ចឹងខ្ញុំក៏សម្រេចចិត្តថតវីដេអូនេះដើម្បីផ្ញើជូនគាត់អូខេចំពោះ Facebook គឺវាមាន security ប៉ុន្តែយើងជាអ្នកប្រើប្រាស់នេះទាមទារឲ្យយើងដឹងអំពី security មួយចំនួនចំពោះ password ណា password យើងមិនគួរដាក់ដូចជាលេខទូរស័ព្ទដៃរបស់យើងឬក៏ថ្ងៃខែឆ្នាំកំណើតទេអាហ្នឹងគឺជៀសវាងបំផុតហើយបន្ថែមពីលើ password ទៀតនេះគឺខ្ញុំបង្ហាញអំពីកន្លែងចូលកំណត់មួយបង្ហាញពី3ចំណុចដែលយើងត្រូវដឹងនៅកន្លែង account setting នេះកន្លែង setting តោះមកកន្លែងចុចលេខ security នេះអូខេនៅកន្លែង security នេះខ្ញុំបង្ហាញកន្លែង3 secure browsing login notify login notification បន្តមកមើលកន្លែង active session នេះអូខេមុននឹងបង្ហាញខ្ញុំចង់រំលឹកបន្តិចចំពោះ Facebook ជាទូទៅគឺយើង login ដោយប្រើ username និង password username ដែល email របស់យើងហ្នឹងយើងអាចប្រើ email ឬក៏ username បន្តមកយើងដាក់ password តោះពេលយើងដាក់ password រួចគឺវា log ចូលនោះអញ្ចឹងមានន័យថាបើសិនជាគេដឹង password របស់យើងអញ្ចឹងយើងអត់មានវិធីសាស្ត្រក្នុងការទុកគេកុំឲ្យ login ចូលប្រើប្រាស់ account របស់យើងទេអញ្ចឹងដល់ពេលគណៈហ្នឹងពេលគេដឹងយកតែគេទាយដឹងឬក៏គេ hack ចូលក្នុង account របស់យើងចូលក្នុង profile របស់យើងគេនឹងដឹងព័ត៌មានសម្ងាត់ឬក៏គេអាចធ្វើអីមួយដោយប៉ះពាល់ដល់យើងអញ្ចឹងក្នុងការបង្ការមិនចាំបាច់តែគេ hack រួចបានយើងចាប់ផ្ដើមបង្ការទេអូខេចំណុចទី1គឺកន្លែងនេះ secure browsing នេះគឺយើងត្រូវ enable វា enable secure browsing នេះមានន័យថាយើងប្រើ protocol HTTPS នេះកន្លែងនេះបើយើងបើក account យើងអញ្ចឹងវាអាចការពារយើងបានមួយចំនួនបន្ទាប់មកមាន2ចំណុចដែលសំខាន់គឺកន្លែងនេះ login notify នេះដូចខ្ញុំនិយាយពីមុនអញ្ចឹងជាទូទៅយើង login ប្រើតា email account ហើយនឹង password ទេប៉ុន្តែផ្ទុយទៅវិញបើសិនជាដឹងណាដូចបាននិយាយមិញបើសិនជាគេដឹងគឺគេនឹង login ប្រើរបស់យើងបានប៉ុន្តែ login notification នេះអាចជួយយើងក្នុងការនៅពេលដែលរាល់ការ login វាទាមទារនៅការលេខកូដ6ខ្ទង់ហើយលេខកូដនោះវាបានមកពីលេខទូរស័ព្ទរបស់យើងវានឹងផ្ញើសារមួយទៅកាន់លេខទូរស័ព្ទអញ្ចឹងទោះបីជាអ្នកដែលគេ hack account យើងបានឬក៏ដឹង password យើងក៏ដោយគេមិនអាច login បានដែរលុះត្រាតែគេមាននៅកាន់ទូរស័ព្ទដៃយើងធម្មតាទូរស័ព្ទយើងមានឲ្យតែគេកាន់អូខេឧទាហរណ៍ថាខ្ញុំដាក់ username ហ្នឹងគឺលេខ Vandra password អូខេដល់ពេលដែលអញ្ចឹងរួចជាធម្មតាយើងអាច login ចូលបានតែប៉ុន្តែរបស់ខ្ញុំអត់ទេវាដាក់ឲ្យ enter security code កន្លែងនេះមកពីខ្ញុំ enable កន្លែងនេះហើយអាហ្នឹងផងដែរបើសិនជាមានយើងពងប្រើអញ្ចឹងមាន account មួយទៀតព្យាយាម login ចូល account របស់យើងគឺវាកន្លែងនេះគឺវាបញ្ជាក់វាផ្ញើសារប្រាប់យើងថាវាប្រាប់យើងថាមាន device មួយណាមានឧបករណ៍មួយណាព្យាយាម login ចូលរបស់យើងព្យាយាម login ចូលក្នុងគណនីរបស់យើងអញ្ចឹងយើងអាចបើកមើលបានដឹងថាវាយើងអាចមើលថានៅម្ដុំណានេះនៅភ្នំពេញមកប៉ុណ្ណេះបើយើងអត់នៅនឹងមែនទេបើសិនយើងនៅតាមខេត្តមិននៅពេញទេយើងកុំបើកឲ្យវា login អាហ្នឹងគឺកន្លែង login notify អាហ្នឹងតែថាប្រយោជន៍របស់វាមួយទៀតអញ្ចឹងដោយអានេះយើងអាចចុចឲ្យវាផ្ញើ email យើងបាននៅកន្លែងនេះ have a troubleshot send me some text មួយសន្ទុះក្រោយមកវានឹងផ្ញើលេខកូដឲ្យយើងអូខេផ្ញើមកហើយនៅទូរស័ព្ទដៃរបស់ខ្ញុំ8
enter មកมันវាឲ្យ login យើងអាកន្លែងនេះយើងអាច save browser របស់យើងលើកក្រោយយើងបើសិនយើង save browser ហ្នឹងមានន័យថាលើកក្រោយយើងអត់ដាក់ username password ទៅយើងលេង login បានហើយមានន័យថាយើងឲ្យវាចងចាំ browser ដូចជា Firefox ដូចជា Chrome អីហ្នឹងដូចជា IE អញ្ចឹងណាតែជាទូទៅខ្ញុំអត់បើកទេកុំឲ្យឧទាហរណ៍ថា computer របស់យើង2នាក់អីចឹងណាឬក៏អញ្ចឹងទៅឬក៏ computer របស់យើងប្រើ2នាក់គេគ្រាន់តែ login ปุ๊ប void.facebook.com ចូល account យើងមិនដែរអូខេអញ្ចឹងអាហ្នឹងគឺអត្ថប្រយោជន៍វាប៉ុណ្ណឹងចំណុចមួយទៀតយើងអាចមើលដឹងថាជាទូទៅយើងប្រើ Facebook ធម្មតាយើងអត់ដឹងថាណាគេពង login មកយើងទេណាគេ login ពីណាពីណីនេះកន្លែងនេះ active session នេះអាចឲ្យយើងដឹងបាននេះវា list ទាំងអស់រាល់ប្រវត្តិដែលយើងធ្លាប់ login ណាធ្លាប់ចូលទៅប្រើប្រាស់នៅក្នុងហ្នឹងគឺវាកត់ទុកទាំងអស់ current session នេះគឺជា account គឺជា device ណាមានន័យថាឧបករណ៍មួយណាដែលយើងកំពុងប្រើខ្ញុំប្រើនៅលើ computer Windows 8 លើ Firefox នេះហើយអ្វីដែលធ្លាប់ login គឺ Windows 8 លើ Chrome គឺអានេះតមក Windows Firefox អានេះ computer នៅមួយទៀត computer desktop ផ្ទះអានេះ IE on Firefox អានេះខ្ញុំតេស្ត IE ប្រហែលថ្ងៃមុនដូចជាថ្ងៃណាទេខ្ញុំអត់ចាំទេអានេះអត់មានបើសិនយើង Android យើងប្រើលើ Android ឬក៏ប្រើលើ iPhone វាចេញលឿនហ្នឹងហើយវាមាន IP មានអីដឹងថា computer របស់យើង IP លេខប៉ុន្មានចូលមកប្រើប្រាស់ហ្នឹងហើយបើសិនជាយើងអត់ recognize មួយណាទេយើងអត់ដឹងថា device ចាប់តែយើងសុកស្រាប់តែប្រើ iPad អីយកមក login ឬក៏អី iPhone មក login ស្រាប់តែយើងមិនដែលមាន iPhone ឬក៏អត់ប្រើ Windows 8ស្រាប់តែលេងចម្លែកឬក៏ location នេះនៅវៀតណាមនៅថៃនៅសិង្ហបុរីអញ្ចឹងយើងគួរតែ add activity វាទៅ add activity វាមានន័យថា sign out បង្ខំក្នុងការ sign out ចេញពី device ហ្នឹងអាហ្នឹងគឺជាចំណុចមួយដែលយើងគួរយល់ដឹងទោះបីជាយើងមិន IT ក៏ដោយហើយចំណុចមួយទៀតនៅកន្លែង profile របស់យើងemail ដែលយើងប្រើនៅក្នុង Facebook ហ្នឹងក្នុងការ login ហ្នឹងយើងគួរតែលាក់ទុកដែរកុំឲ្យគេដឹងយើងអាចចូលទៅកន្លែង setting ដដែលនេះយើងអាចដឹងថា email ណាដែលយើងប្រើកន្លែងនេះណាយើងអាចដឹងថាកន្លែងណា email ណាដែលយើងប្រើអាហ្នឹងយើងគួរលាក់ពីគេដែរកុំឲ្យគេដឹងនៅកន្លែង timeline about contact info nóមាន email ផ្សេងមិនដែរខ្ញុំបង្ហាញតែមួយទេយើងអាចលាក់វាបាននៅកន្លែងនេះ hide from timeline អញ្ចឹងទៅអូខេហើយចំណុចមួយទៀតយើងគួរជៀសវាងចុចលើ website ណាឬក៏អ្វីដែលយើងមិនធ្លាប់ស្គាល់ដូចជាខ្ញុំចាំបានឧទាហរណ៍ថាមាន website មួយគេផ្ញើឲ្យយើងជួយ like ជួយ hack ជួយ log in អញ្ចឹងណាដូចជាមាន website នេះមួយអានេះ website ហ្នឹង website គេធ្វើដើម្បី hack ណាបើសិនជាយើង log in នឹងកន្លែងហ្នឹងបើសិនយើង log in វាដូចគ្នាទៅនឹង Facebook ដែរហ្នឹងយើងគួរប្រយ័ត្នអាហ្នឹងបើសិនជាយើង log in ចូលក្នុង website ហ្នឹង log in ទៅវាបានចូលក្នុង Facebook ដូចគ្នាតើបងប្អូនគ្នា log in ចូល Facebook ដូចគ្នាប៉ុន្តែយើងពេលយើង log in ហ្នឹង
កន្លែង email កន្លែង password ឡើយនេះគឺវាផ្ញើឲ្យតឲ្យផ្ញើមានន័យថាជាធម្មតាយើង login ឡើង Facebook នេះគឺអត់មានអីផ្ញើទៅទេវាគាត់ផ្ញើទៅ server របស់ Facebook ហ្នឹងតែអានេះគឺវាផ្ញើទៅម្ចាស់ website មួយនេះដែលព្យាយាមក្នុងការបង្កើត website មួយនេះហ្នឹងក្នុងការ hack របស់គេហ្នឹងអាហ្នឹងគឺអញ្ចឹងបើសិនយើងជួបប្រទះអាហ្នឹងគឺយើងគួរតែ report ទៅអាហ្នឹងគឺប្រយោជន៍មួយដែរហើយចំពោះកម្មវិធី game កម្មវិធីអីនៅក្នុង Facebook ក៏គួរប្រយោជន៍ផងដែរបើសិនយើងអត់ស្គាល់វាទេអត់ដឹងណាគេមកពីណាពីណីទេកុំចុចផ្ដេសផ្ដាសប្រយ័ត្នមែនតើបាទសូមអរគុណចំពោះការបង្ហាញហើយខ្ញុំសង្ឃឹមថានឹងយល់ហើយបើមានចម្ងល់អាចសួរខ្ញុំតាមរយៈ YouTube ក៏បានផ្ញើជា chat ផ្ទាល់មកតាម Facebook ក៏បាន Line ក៏បានអីក៏បាន Skype ក៏បាន Twitter LinkedIn ក៏បានអូខេសូមអរគុណចំពោះការបង្ហាញ